សធម៌ដាក់ឲ្យប្រើប្រាស់កន្លែងលេងកម្សាន្តសម្រាប់កុមារនិងអាងស្តុកទឹកព្រមទាំងមានកម្មវិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សបានរៀបចំឡើងនៅថ្ងៃអាទិត្យទី26មិនិនានៅឃុំមកៈស្រុកអង្គស្នួលក្រោមអធិបតីភាពឯកឧត្តមសុកចិន្តាសោភាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួលនិងលោកលីជេហ៊ូនាយកក្រុមហ៊ុនកូឡៅគ្រប់ប្រចាំប្រទេសកម្ពុជានេះមិនមែនជាលើកទី1នោះទេដែលក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួលបានរៀបចំកម្មវិធីសប្បុរសធម៌សម្រាប់អ្នកភូមិប៉ុន្តែការរៀបចំនៅថ្ងៃនេះមានលក្ខណៈពិសេសនិងប្លែកជាងរាល់ដងដោយប្រតិភូព្រមទាំងក្រុមការងារបានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ស្រុកអង្គស្នួលដោយម៉ូតូធំឆ្លងកាត់ផ្លូវបេតុងរាបស្មើដែលបានសង់ដោយរាជរដ្ឋាភិបាលកម្ពុជាយើងនៅឃុំមកៈនៃស្រុកអង្គស្នួលយើងចំពោះអ្នកភ្នំពេញដែលអត់ដឹងហ្នឹងនៅជាប់ភ្នំពេញហ្នឹងហើយមានជាស្រុកមួយដែលមានឃុំ10ពេលនេះយើងនៅឃុំមកៈហ្នឹងជាប់យាលឺណាហើយជាប់ភ្នំពេញតែម្ដងគោលបំណងគឺយើងខ្ញុំមកចូលរួមសុខចូលរួមទុកជាមួយបងប្អូនហ្នឹងឃើញថាអង្គស្នួលមានអ្វីមួយពិសេសណាស់ពិសេសមែនទែនក្នុងវិស័យសេដ្ឋកិច្ចគឺទីផ្សារមានន័យថាយើងផលិតអីក៏ដោយផលិតស្រូវក៏ដោយចិញ្ចឹមត្រីក៏ដោយបន្លែក៏ដោយដាំស្វាយក៏ដោយដាំហើយអីហើយហ្នឹងត្រូវមានទីផ្សារយកទៅលក់នៅណាលក់ឲ្យអ្នកណាហើយយើងខ្ញុំឃើញថាទីផ្សារអង្គស្នួលនេះអត់មានអ្នកណាមានទីផ្សារដូចអង្គស្នួលទេគឺបងប្អូននៅភ្នំពេញតែមានប្រមាណ2លានអ្នកនោះដូច្នេះហើយគោលបំណងរបស់យើងខ្ញុំហ្នឹងបានអញ្ជើញមិត្តភ័ក្តិមួយចំនួនដែលធម្មតាគេបបួលគ្នាជិះម៉ូតូទៅលេងទឹកឈូទៅលេងបូកគោទៅលេងព្រះវិហារលក្ខណៈហ្នឹងពួកយើងខ្ញុំបានទៅបបួលគាត់ថាបងប្អូនទាំងអស់ហ្នឹងបានធ្វើដំណើរទៅកន្លែងឆ្ងាយប៉ិនស្គាល់ភ្នំបាសិទ្ធទេអ្នកមួយចំនួនថាទេឬឈ្មោះប៉ុន្តែនៅក្នុងមានអីខ្ញុំថាចង់ដឹងមានអីមកមួយខ្ញុំមកដូច្នេះគោលបំណងទី1ហ្នឹងឲ្យអ្នកអំពេញស្គាល់ភ្នំបាសិទ្ធថាជាកន្លែងដែលគេអាចមកកំសាន្តលេងនេះជាគោលបំណងដើម្បីបងប្អូនអ្នកភ្នំពេញប៉ុន្តែគោលបំណងធំរបស់យើងខ្ញុំហើយដំជាវិធីដែលទទួលបន្ទុកឃុំមកៈនេះតែម្ដងលោកអភិបាលស្រុកអង្គស្នួលហ្នឹងគឺធ្វើម៉េចឲ្យបងប្អូនកាន់តែមានសកម្មភាពមួយដែលអាចនាំមកនៅចំណូលបន្ថែមខ្ញុំសូមជំរាបថាស្ករត្នោតកំពង់ស្ពឺល្បីណាស់ហើយបងប្អូនយើងដែលបានធ្វើស្ករត្នោតកំពង់ស្ពឺហ្នឹងគាត់អត់មានកណាញ់ទេយើងបានទៅតាក់ទងគាត់តាមរយៈក្រុមហ៊ុន Confidel ហើយប្រាប់ថានៅអង្គស្នួលយើងនេះក៏មានដើមត្នោតដែរដូច្នេះមួយខែកន្លងទៅនេះហ្នឹងបងប្អូនយើងនៅឃុំមកៈនេះនៃស្រុកអង្គស្នួលហ្នឹងបានចាប់ផ្ដើមផលិតស្ករត្នោតម្សៅហើយខ្ញុំមានមោទនភាពណាស់ពី3អាទិត្យមុនខ្ញុំបានទៅធ្វើការផ្សព្វផ្សាយតាក់ទាញអ្នកវិនិយោគនៅប្រទេសជប៉ុនឲ្យតែខ្ញុំជួបគេគឺមកកញ្ចប់ស្ករត្នោតដាក់នៅក្នុងស្មុកស្លឹកត្នោតរបស់អង្គស្នួលយ៉ាងទៀតដូច្នេះណាចំណុចទី1ឲ្យអ្នកអំពេញស្គាល់អង្គស្នួលប៉ុន្តែចំណុចទី2នេះគឺផ្ដល់ឱកាសឲ្យបងប្អូនអ្នកអង្គស្នួលនេះគាត់ផ្គត់ផ្គង់ថ្ងៃនេះផ្គត់ផ្គង់អ្នកបងប្អូនដែលជិះម៉ូតូមកប៉ុន្តែសង្ឃឹមថាថ្ងៃក្រោយបងប្អូននៅភ្នំពេញកាន់តែមកលេងនៅភ្នំបាសិទ្ធគាត់អាចលក់មាន់អាំងលក់ត្នោតលក់អាកោត្នោតលក់បបរត្នោតលក់ការបន្លែដតេទៀតដែលមានឧទាហរណ៍ទេដូច្នេះនេះខ្ញុំមានគោលបំណងមួយយើងខ្ញុំមានគោលបំណងមួយហ្នឹងគឺជំរុញសេដ្ឋកិច្ចទៅតាមຂະຫນາດឃុំភូមិតែម្ដងមិនមែនຂະຫນາດធំរោងចក្រធំទេណាសេដ្ឋកិច្ចគ្រួសារតែម្ដងកម្មវិធីត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណបឋមសិក្សាបាសិទ្ធដែលមានអ្នកចូលរួមជិត 1000 នាក់ដែលរួមមានសិស្សានុសិស្សថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារថ្នាក់ជាតិចៅស្រុកអង្គស្នួលអភិបាលគណៈស្រុកអង្គស្នួលនិងមន្ត្រីរាជការនៃសាលាស្រុកអង្គស្នួលថ្នាក់ដឹកនាំនិងក្រុមការងាររបស់ក្រុមហ៊ុនកូឡៅគ្រប់ព្រមទាំងក្រុមអ្នកជិះម៉ូតូធំក្រុមប្រឹក្សាឃុំមកៈនគរបាលឃុំមកៈនិងប្រជាជន
ក្រុមហ៊ុនគោឡាវនេះមិនមែនជាកម្មវិធីលើកទី1ទេដែលគាត់ចូលរួមនៅក្នុងកម្មវិធីហ្នឹងនេះគឺជាផ្នែកមួយនៃការទទួលខុសត្រូវទៅនឹងការចូលរួមនៅក្នុងសង្គមនៃការធ្វើ business របស់គាត់មានកម្មវិធីនេះជារៀងរាល់ឆ្នាំរយៈពេល3ឆ្នាំហើយក្នុងមួយឆ្នាំ2ដងគឺគាត់ជិះម៉ូតូដើម្បីទៅផ្ដល់សប្បុរសធម៌ផ្ដល់អំណោយទៅដល់បណ្ដាស្រុកខេត្តមួយចំនួនហើយលើកនេះគឺជាឆ្នាំនេះគឺជាលើកទី1គឺជាឆ្នាំទី3ដែលគាត់បានគិតគូរថាគួរតែរៀបចំនៅទីណាមួយហើយឆ្លៀតឱកាសហ្នឹងដោយសារគាត់ជាអ្នកវិនិយោគហើយជាដៃគូជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានោះគឺគាត់បានស្នើសុំថាគាត់មានកម្មវិធីហ្នឹងសូមឲ្យយើងខ្ញុំនេះជួយសម្របសម្រួលដើម្បីគាត់បានមកនៅក្នុងស្រុកមូលដ្ឋានស្រុកអង្គស្រួលខេត្តកណ្ដាលយើងនេះមិនមែនជាការលំបាកអ្វីទេនេះគឺជាកម្មវិធីរបស់ក្រុមហ៊ុនជាកាតព្វកិច្ចរបស់ក្រុមហ៊ុនដែលគាត់បានបំពេញកិច្ចការងារនេះក្នុងការជួយសង្គមការឧបត្ថម្ភរបស់ក្រុមហ៊ុនគោឡាវគ្រប់នៅពេលនេះមានដូចជាមណ្ឌលសុខភាពទូដាក់ថ្នាំពេទ្យនិងថ្នាំពេទ្យចាំបាច់មួយចំនួនដោយឡែកសម្រាប់សាលាបឋមសិក្សាបាសិទ្ធក្រុមហ៊ុនក៏បានធ្វើកន្លែងលេងកម្សាន្តសម្រាប់កុមារនិងអាងស្តុកទឹកនិងបានឧបត្ថម្ភសម្ភារៈសិក្សាសម្រាប់សាលាបឋមសិក្សាទាំង4ក្នុងស្រុកអង្គស្នួល This year this is first time នេះជាលើកទី1ហើយសម្រាប់ឆ្នាំនេះដែលក្រុមការងារយើងមកកាន់បាសិទ្ធហើយយើងក៏មានការសហការយូរអង្វែងជាមួយក្រុមការងារស្រុកអង្គស្នួលនេះផងដែរមិនត្រឹមតែជួយសាលារៀននេះយើងក៏បានជួយដល់កសិករនិងបរិស្ថានហើយយើងតែងតែគិតលើវិស័យអប់រំព្រោះវិស័យនេះវាមានសារៈសំខាន់ណាស់ចំពោះប្រជាជនកម្ពុជាទាំងមូលនាពេលអនាគតពេលនេះម៉ោងនេះខ្ញុំសូមនិយាយថាសួស្តីទៅកាន់ក្មេងៗទាំងអស់គ្នាផ្លែកហើយរំភើបហើយសប្បាយរីករាយពេលក្រុមការងាររបស់គាត់យកសម្ភារៈអមជូនក្មេងៗអញ្ចឹងឃើញរំភើបពួកក្មេងៗនៅនេះសិតតាគ្នានឹងអត់ចឹងចង់ឲ្យបានទាំងអស់គ្នាតែធ្វើមិនយកបានប៉ុណ្ណឹងក៏សប្បាយចិត្តខ្ញុំមានអារម្មណ៍សប្បាយបាទយ៉ាងខ្លាំងចំពោះជាអំណោយសប្បុរសជនដែលបានគាំនាំដោយអាយុដំបាទកណ្ដាលសោភានឹងអាយុដំជីវវិធីបាទជាគណៈលើកទឹកខ្លួននឹងគុំអកៈដែលបានគាំនាំនៅអំណោយបាទសម្រាប់ចែកជូនដល់សិស្សានុសិស្សបាទគ្រប់សាលាទាំង4នៅក្នុងគុំអកៈយើងនេះបន្ទាប់ពីការចែកសម្ភារៈសិក្សារបស់សិស្សបានបញ្ចប់ក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួលដែលដឹកនាំដោយឯកឧត្តមសុខចិន្តាសោភាក៏បានបន្តទៅឃុំទួលព្រិចមុនរដូវចូលឆ្នាំកាន់តែខិតជិតមកដល់ក្រុមការងារក៏មានរៀបចំនៅការជួបជុំរវាងប្រជាជនយុវជនយុវតីលេងល្បែងប្រជាប្រិយខ្មែរទាំងអស់គ្នានិងមានការសម្ដែងរបាំផ្សេងៗផងដែរ ក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួលដែលមានឯកឧត្តមសុខចិន្តាសោភាជាប្រធានក្រុមតែងតែគៀងគោសប្បុរសជនពីគ្រប់ទិសទីដើម្បីចែករំលែកធនធាននិងបទពិសោធន៍ការងារផ្សេងៗដល់យុវជនក៏ដូចជាប្រជាជននៅក្នុងស្រុកអង្គស្នួលទាំងមូលទន្ទឹមគ្នានេះក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួលទាំងអស់តែងតែចុះជាប់ជាមួយប្រជាជនមូលដ្ឋាននិងយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង